មានការជួយពិសេសតែត្រឹម10ដល់5នាទីប៉ុណ្ណឹងដើម្បីខ្លួនឯងយល់ដឹងអំពីតម្លៃ6ចំណុចតម្លៃ6ចំណុចនៃការធ្វើអំពើល្អដែលធ្វើនៅពេលនេះគឺវាផ្សារភ្ជាប់ជាមួយនឹងតថភាពជាក់ស្ដែងនៃជីវិតរស់នៅរបស់ជនសាមញ្ញដើម្បីជីវិតសាមញ្ញដែលគូមិនបាននិយាយពីជីវិតរស់នៅរបស់ជនអភិជនដើម្បីជីវិតសាមញ្ញទេហើយក៏មិននិយាយអំពីជីវិតអភិជនដើម្បីភាពជាអភិជនមិនដែរតែជាអំពើល្អរបស់ជនសាមញ្ញដូចខ្លួនឯងទេដើម្បីជីវិតសាមញ្ញជាងមាន6ចំណុចចំណុចទី1ត្រូវតាំងចិត្តឲ្យគប់ប្រសើរថាយើងធ្វើអ្វីមួយដោយប្រើឆន្ទៈចិត្តគំនិតគុណធម៌សិលធម៌ដែលជាគោលការណ៍ចាំបាច់ក្នុងការប្រតិបត្តិអ្វីមួយទី2បុគ្គលសាមញ្ញមិនជជុកយកគំនិតរបស់ជនពីលដំបូងមានអាស្រ័យការអប់រំបែបអវិជ្ជមានគំនិតស្អប់ស្រឡាញ់ចំណែកឈ្នានីសនោះឡើយចិត្តទី2គឺជនសាមញ្ញគឺមិនយកចិត្តទុកដាក់គិតបែបនេះទេចំណុចទី3ជនសាមញ្ញបង្កើនធម៌ពលដែលអាចមាននៅក្នុងជីវិតក្នុងសារពាង្គកាយរបស់ខ្លួនដើម្បីធ្វើអំពើល្អជាមានន័យថាធ្វើបានមួយខំប្រឹងបន្តធ្វើបាន2និងបាន3និងកាន់តែល្អដល់ចំណុចទី4ជនសាមញ្ញបង្កើតមហិច្ឆតាដើម្បីសង្គ្រោះខ្លួនឯងគ្រួសារសង្គមជាតិមនុស្សជាតិជនសាមញ្ញធ្វើកិច្ចការទាំងអស់ដើម្បីសង្គ្រោះផ្ទាល់ខ្លួននោះមិនគេជាចម្បងពិតហើយតែជនសាមញ្ញក៏ត្រូវសង្គ្រោះគ្រួសារដែរដែលអភិជនជាអត់ខ្វល់យ៉ាងហ្នឹងឯងព្រោះវាមានលុយមានទ្រព្យមានអំណាចអីចឹងគេមិនដែលបាត់ខ្វល់លើកិច្ចការសង្គ្រោះគ្រួសារទេតែជនសាមញ្ញជានិច្ចកាលគិតពីគ្រួសារបន្តទៅទៀតគិតពីសង្គមជាតិបើខ្លួនជាខ្មែរសង្គមខ្មែរខ្លួនត្រូវខុសត្រូវដើម្បីសង្គមជាតិជនសាមញ្ញគិតអំពីមនុស្សជាតិធ្វើអីបន្តិចបន្តួចឬក៏ច្រើនប៉ុណ្ណាក៏ដោយក៏តែតម្កល់ខ្លួនឯងថាខ្លួនជាមនុស្សហើយដើម្បីមនុស្សដើម្បីសេចក្តីសុខមនុស្សពូលគឺមិនធ្វើអ្វីយកចំណេះនិងសមត្ថភាពទៅប្រើដើម្បីបង្កើតឲ្យទៅជាវិបត្តិប៉ះពាល់ដល់សង្គមមនុស្សជាតិមួយឡើយគេណាជនសាមញ្ញក៏ធ្វើកិច្ចការចឹងដែរក៏គិតយ៉ាងហ្នឹងចាប់ពីចាប់ដាក់មួយហើយគុំមួយចាប់ដើមសារបាមួយចំណុចទី5ជនសាមញ្ញរំលែកសម្ប្រើធុរកិច្ចលួងលុយនៅក្នុងជីវិតឡើយជនសាមញ្ញគឺជនដែលជួបកិច្ចការសមត្ថភាពចំណេះដឹងសមិទ្ធផលដែលខ្លួនធ្វើបានទាំងអស់តម្កល់សម្រាប់ជីវិតដែលមានសមត្ថភាព
ជាមួយសង្គមដែលខ្លួនឯងរស់នៅជាតារាមនុស្សនៅក្នុងព្រៃខំប្រឹងរៀនសូត្រអំពីតម្លៃជីវិតនៅក្នុងព្រៃជាមួយអ្វីទាំងអស់ដែលជាបរិស្ថានជុំវិញមនុស្សនៅក្នុងក្រុងលោកខំប្រឹងដំកល់ចិត្តរស់នៅបែបណាសម្រាប់បរិស្ថាននៃអ្នកទីក្រុងស៊ីវិល័យកម្រិតនោះចិត្តជនសម័យចិត្តបន្ទាបជិះលឿនខ្លួនចេញឲ្យតម្លៃអ្នកទាំងឡាយជុំវិញខ្លួនគ្រប់កាលៈទេសៈនិងគ្រប់ទីតាំងគ្រប់បច្ចុប្បន្ននោះទើបជាជនសម័យតែកើតក្រុមអភិជនមិនអាចធ្វើបានទេប្រតែតម្កល់ខ្លួនតែពូតែតម្កល់ខ្លួនតែអ្នកទៅទិញដល់តែតែយល់តែខ្លួនឯងអត់ត្រូវការអ្នកណាតែតែមានបញ្ញាអត់ឈប់ឯជនសម័យអត់ចំណុចទី5ចឹងចំណុចទី6ចំណុចទី6គឺជាការបង្ហាញប្រាប់ជនសម័យដែលបង្កចិត្តប្រកបដោយគុណធម៌បង្កចិត្តប្រកបដោយតម្លៃនៃកិត្តិយសពលពលិញគុណធម៌តែត្រូវមានកិត្តិយសជនសម័យខំប្រឹងបង្កើនសិលធម៌ក្នុងនិគមនៃជីវិតដែលជាបេសកកម្មជីវិតរបស់គេជារៀងរាល់ថ្ងៃជនសម័យរមែងគិតអំពីតម្លៃពិតប្រាកដនៃខ្លួនអ្នកជុំវិញខ្លួនអ្នកជាទីស្រឡាញ់និងមនុស្សដែលមានឋានានុក្រមមានឋានៈមានអំណាចដែលជនសម័យត្រូវតែខំប្រឹងរស់នៅជាមួយកំដរជាមួយធ្វើជាមួយជាចំណែកនៃការតស៊ូជនសម័យបានពាក្យតស៊ូច្រើនណាស់ហើយជនអភិជនមិនដែលប្រើពាក្យតស៊ូទេព្រោះគេគ្មានអីទៅតស៊ូចិត្តបាត់ប្រសពរបស់ជនសម័យគឺតស៊ូនឹងឯងតស៊ូនៅជាមួយនឹងមនុស្សតស៊ូនៅជាមួយអ្នកដែលមិនមានគុណធម៌តស៊ូនៅជាមួយសង្គមដែលមានបាក់តស៊ូរស់នៅជាមួយស្ថានភាពលំបាកហើយផ្សះផ្សាសង្គមទាំងអស់ហ្នឹងឲ្យមានភាពស្មារតីឲ្យមានតម្លៃឲ្យមានកិត្តិយសនោះឯងជនសម័យខំប្រឹងតស៊ូជនសម័យជាយាមជានិច្ចជនសម័យឲ្យតម្លៃទៅលើកិត្តិយសដើម្បីការព្យាយាមដើម្បីការសម្រេចបានដើម្បីការតាំងចិត្តដែលមានគោលដៅច្បាស់លាស់នោះគឺការធ្វើអំពើល្អតែជនសម័យព្យាយាមជានិច្ចក្នុងកម្រិតបច្ចុប្បន្នរបស់ខ្លួននៅទីណាមានជនសម័យនៅទីនោះមានការផ្សះផ្សាចិត្តផ្សះផ្សាគំនិតផ្សះផ្សានៅតម្លៃកិត្តិយសបង្កើតឲ្យទៅជាមូលបទក្នុងគុណធម៌ចាំបាច់សម្រាប់អូខេតែ6នឹងបាននៅអូខេចឹងចាប់ផ្ដើមនិយាយមកជនសម័យមានលក្ខខណ្ឌដែលបានបរិយាយមួយយ៉ាងគឺអ្វីខ្លះចាប់ផ្ដើម